របៀបប្រឈមជាមួយមនុស្សដែលមិនឲ្យតម្លៃយើងធ្លាប់អត់លះបង់តាំងពីវេលាក្តីបារម្ភនិងការខិតខំប្រឹងគ្រប់យ៉ាងតែចុងក្រោយនៅតែមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃសម្រាប់គេយើងជួយគេយើងស្ដាប់គេយើងនៅក្បែរគេរហូតតែបែរខ្លាយទៅជាមនុស្សដែលគេមើលរំលងឬទុកចោលទៅវិញថ្ងៃនេះយើងនឹងនិយាយអំពីរបៀបដោះស្រាយជាមួយមនុស្សបែបហ្នឹងដែលផ្ដោតលើការឲ្យតម្លៃខ្លួនឯងការដាក់ព្រំដែននិងការស្វែងរកសេចក្តីសុខក្នុងចិត្តសាកសម័យថាយើងផ្ញើសារទៅគេមិនតបផ្ដល់មតិយោបល់គេមិនស្ដាប់ធ្វើល្អដាក់តែអ្វីដែលទទួលបានមកវិញគឺភាពទទេស្អាតការឈឺចាប់បែបនេះគឺជារឿងពិតហើយវាមិនមែនមកពីអ្នកទន់ខ្សោយទេតែមកពីអ្នកមានចិត្តអាណិតគេការចង់ឲ្យគេឲ្យតម្លៃជារឿងធម្មជាតិរបស់មនុស្សប៉ុន្តែត្រូវចាំថាមិនមែនគ្រប់គ្នាដែលទទួលបានពីយើងសុទ្ធតែចេះដឹងគុណនោះទេហើយវាក៏មិនមែនមានន័យថាអ្នកជាមនុស្សគ្មានតម្លៃដែរទាំងនេះគឺជាគន្លឹះដែលយើងត្រូវដឹងទី1ស្វែងរកតម្លៃខ្លួនឯងជាមុននិយាយពីតម្លៃខ្លួនឯងវិញតម្លៃរបស់អ្នកមិនមែនស្ថិតលើគេតបសារលឿនឬយឺតគេយកចិត្តទុកដាក់លើយើងដល់កម្រិតណាឬរបៀបដែលគេប្រព្រឹត្តមកលើយើងនោះទេតម្លៃរបស់អ្នកគឺស្ថិតលើគុណតម្លៃដែលអ្នកមានភាពស្មោះត្រង់និងចិត្តល្អរបស់អ្នកបើអ្នកនៅតែរងចាំឲ្យគេមកផ្ដល់តម្លៃឲ្យអ្នកទៅអ្នកសប្បាយចិត្តនោះអ្នកកំពុងតែឲ្យគេគ្រប់គ្រងជីវិតរបស់អ្នកទាំងមូលបើអ្នកចេះឲ្យតម្លៃខ្លួនឯងជាមុនគ្មានអ្នកដទៃណាមកដណ្ដើមវាពីយើងបានទេទី2សម្គាល់មនុស្សដែលមិនឲ្យតម្លៃយើងសាកសង្កេតមើលមនុស្សដែលមិនឲ្យតម្លៃយើងច្រើនតែតាក់ទងមកយើងពីមានការឬចង់បានផលប្រយោជន៍ពីយើងមិនខ្វល់ពីអារម្មណ៍ឬសិទ្ធិឯកជនរបស់យើងធ្វើឲ្យយើងមានអារម្មណ៍ថាខុសពេលដែលយើងនិយាយការពារខ្លួនមកបំយកធម៌ពលពីយើងតែមិនដែលផ្ដល់ការគោរពដល់យើងការដឹងបែបនេះមិនមែនដើម្បីខឹងគេទេតែដើម្បីយើងភ្លឺភ្នែកនិងមើលឃើញពីការពិតទី3កំណត់ព្រំដែនគឺជាការគោរពខ្លួនឯងការដាក់ព្រំដែនមិនមែនជារឿងឆ្លើយឬអាត្មានិយមនោះទេវាគឺជាការប្រាប់ទៅគេថាខ្ញុំស្រឡាញ់ខ្លួនឯងខ្ញុំត្រូវការពារសេចក្តីសុខរបស់ខ្ញុំវាមិនពិបាកទេក្នុងការនិយាយពាក្យទាំងនេះត្រូវចេះនិយាយថាទេបើសិនជាវារំខានយើងកាត់បន្ថយការជួបមនុស្សដែលនាំតែរឿងមិនល្អដល់យើងបើគេមិនឲ្យតម្លៃយើងដើរចេញជ្រើសរើសយកភាពស្ងប់ស្ងាត់ឈប់ឆ្លោះរឿងអត់ប្រយោជន៍ទី4ដើរចេញដោយចិត្តត្រជាក់ពេលខ្លះរឿងដែលពិបាកបំផុតគឺការដើរចេញមិនមែនមានន័យថាអ្នកស្អប់គេទេតែវាមានន័យថាយើងឈប់ធ្វើបាបខ្លួនឯងដើម្បីតែផលប្រយោជន៍ដល់អ្នកដទៃយើងអាចជូនពរគេបានតែយើងត្រូវជ្រើសរើសនៅឲ្យឆ្ងាយពីគេសេចក្តីសុខក្នុងចិត្តគឺសំខាន់ជាងការអង្គុយពន្យល់ពីតម្លៃខ្លួនឯងទៅប្រាប់អ្នកដទៃដែលគេមិនចង់ដឹងពីតម្លៃរបស់យើងទី5សេចក្តីសន្និដ្ឋានសរុបមកការដោះស្រាយជាមួយមនុស្សដែលមិនឲ្យតម្លៃយើងមិនមែនទៅកែប្រែគេទេតែយើងត្រូវកែប្រែខ្លួនឯងជ្រើសរើសការការពារខ្លួនឯងជាជាងការទ្រាំរហូតដល់អស់កម្លាំងចិត្តជ្រើសរើសយកសេចក្តីសុខជាជាងការជឿចាប់ចុងបញ្ចប់ត្រូវចាំថាអ្នកមិនចាំបាច់ឲ្យមនុស្សគ្រប់គ្នាឲ្យតម្លៃអ្នកនោះទេអ្វីដែលសំខាន់បំផុតនៅពេលនេះគឺអ្នកត្រូវចេះឲ្យតម្លៃខ្លួនឯងនិងការពារបេះដូងខ្លួនឯងឲ្យបានល្អអរគុណសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ